ប្រាសាទភិមានអាកាសមានសិលាចារឹកពាក្យសម្បត្តិប្រាសាទភិមានអាកាសមានចម្ងាយ300ម៉ែត្រពីផ្លូវថ្នល់នៅប៉ែកពាយ័ព្យប្រាសាទបាយ័ននិងប៉ែកខាងលិចព្រះលៀនជលដំរីនិងនៅខាងជើងប្រាសាទបាពួនឬហៅប្រាសាទបាភួនស្ថិតនៅភូមិសាស្ត្រខេត្តសៀមរាបប្រាសាទភិមានអាកាសកសាងក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នជ័យវរ្ម័នទី5និងសូរ្យវរ្ម័នទី1នាចុងសតវត្សទី10និងដើមសតវត្សទី11ដើម្បីឧទ្ទិសថ្វាយលទ្ធិព្រហ្មញ្ញសាសនាប្រាសាទនេះមាន4ជ្រុងទ្រវែងសង់ពីថ្មភក់និងថ្មបាយក្រៀមនៅក្នុងព្រះរាជវាំងនៃព្រះរាជាខ្មែរយើងជំនាន់នោះនៅតាមជ្រុងនីមួយៗនៃប្រាសាទមានលម្អទៅដោយបដិមាដំរីដែលតំណាងឲ្យទឹកភាពត្រជាក់ត្រជុំនិងសន្តិភាពឯនៅអមជណ្ដើរទាំង4ទិសមានលម្អទៅដោយបដិមាតោដែលតំណាងឲ្យអំណាចនៃអាណាចក្រខ្មែរប្រាសាទភិមានអាកាសមានកម្ពស់12ម៉ែត្រចែកជា3ថ្នាក់ហើយបាតក្រោមពីទិសខាងលិចទៅទិសខាងកើតប្រវែង35ម៉ែត្រពីជើងទៅត្បូង29ម៉ែត្រផ្ទៃលើរបស់ប្រាសាទមានទំហំ23ម៉ែត្រនិង30ម៉ែត្រប៉ុន្តែត្រូវពុកផុយដោយធាតុអាកាសព្រោះកសាងពីឈើប្រក់ក្បឿងប្រាសាទភិមានអាកាសមានជណ្ដើរឡើងទាំង4ទិសដែលធ្វើឲ្យបេសកជនចិនឈ្មោះជីវតាខ្វាន់ឲ្យឈ្មោះថាវាំងចាស់ដោយនៅទីនោះគេប្រទះឃើញកំទេចកំទីក្បឿងកំទេចឥដ្ឋមាសប្រាក់ចានក្រឡវត្ថុប្រើប្រាស់ប្រចាំថ្ងៃនិងដំណាក់របស់ស្ដេចឬគេហដ្ឋានអគ្គមហេសីស្រីស្នំក្រមការប៉ុន្តែបច្ចុប្បន្នគឺសល់តែស្លាកស្នាមប៉ុណ្ណោះមិនតែប៉ុណ្ណោះលោកបានប្រៀបប្រដូចប្រាសាទភិមានអាកាសទៅនឹងប្រាសាទមាសដែលចោលពន្លឺក្រហមឆ្អិនឆ្អៅហើយលោកបានអះអាងបន្ថែមថារៀងរាល់យប់តែងតែមានសត្វនាគក្បាល9កាឡាខ្លួនជាស្រីស្អាតមករួមរយៈជាមួយស្ដេចក្នុងព្រះរាជដំណាក់ក្នុងយប់ណាមួយដែលសត្វនាគកាឡាខ្លួននោះមិនបានមករួមរយៈជាមួយស្ដេចប្រកាសជាស្លាប់ប៉ុន្តែបើស្ដេចមិនបានទៅរួមរយៈយប់ណាមួយនឹងមានឧបទ្រពចង្រៃដល់ស្ដេចមិនខានឡើយនៅបរិវេណនៃប្រាសាទភិមានអាកាសគេសង្កេតឃើញមានព្រះរាជដំណាក់ស្ដេចអគ្គមហេសីរាជបរិវារប្រជាពលរដ្ឋស្រះនៅក្បែរនោះដែលគេហៅថាស្រះស្រីនិងស្រះប្រុសប្រឡាយទឹកសួនច្បារនិងមានរូងសម្ងាត់សម្រាប់ស្ដេចភៀសខ្លួនពេលគ្រាមានអាសន្នទៀតផងនៅគោបុរៈខាងកើតមានចារឹកពាក្យសម្បត្តិរបស់ពួកនាម៉ឺនមេតបត្រូវគោរពប្រតិបត្តិចំពោះស្ដេចផែនដីដែលចារឹកដោយព្រះបាទសូរ្យវរ្ម័នទី1ព្រះរាជាបានយកប្រាសាទនេះធ្វើជាទីបន្ទាល់ដើម្បីឲ្យតម្រួតស្បត់ចូលកាន់មុខតំណែងភ័ស្តុតាងបញ្ជាក់គឺមានសិលាចារឹកនៅខ្លោងទ្វារចូលបានសរសេរអំពីពាក្យសម្បត្តិទាំងនោះប្រាសាទភិមានអាកាសត្រូវបានសម្អាតនៅឆ្នាំ1908ជំនាន់លោកកូម៉ែនិងលោកម៉ាសាល់នៅឆ្នាំ1916ដល់ឆ្នាំ1918